សួស្តីអ្នកគ្នាជួបខ្ញុំនៅមីថ្ងៃនេះមកបន្តរឿងសងប្រក្បាលមកខ្ញុំវិញមកភាគទី13ភាគទី14មកនឹងចូលដល់សាច់រឿងកុំភ្លេច like subscribe ខ្ញុំនេះមួយផងមកនេះចាំឧបត្ថម្ភខ្ញុំជាថាវិការកុំភ្លេចឧបត្ថម្ភខ្ញុំផងហើយអរគុណច្រើនសម្រាប់អ្នក like subscribe នឹងអ្នកឧបត្ថម្ភខ្ញុំដល់ពីវគ្គមុនបន្ទាប់ពីដេឆាចង់ចាប់ឆេឡារស់ហើយនាងក៏បានរួចរួចហើយគាត់និយាយថាក្មេងនេះលឿនណាស់ហើយគាត់ក៏ឲ្យខានបានរៀបចំបន្ទប់ថ្មីនិងអ្នកបម្រើថ្មីឲ្យនាងហើយខានក៏បានត្រូវដៃឲ្យហេឡាមកតាមខ្លួនហេឡាគិតថាបើសិនជាខ្ញុំទៅតាមគាត់ខ្ញុំមិនចាំបាច់ព្រួយបារម្ភអំពីអាហារទៀតទេប៉ុន្តែខ្ញុំមិនចង់មានកំណត់ទទួលបានជំនួយពីអ្នកណាម្នាក់ទេវាហាក់បីដូចជាខ្ញុំមិនមានជំរឿសអីផ្សេងទៀតទេដូចនេះដែរឆារ៉ុនក៏មិនមានចំណាប់អារម្មណ៍ក្នុងការសម្លាប់ខ្ញុំទេបន្ទាប់មកវាប្រហែលជាខ្ញុំអាចទៅជាមួយគាត់បានគាត់មិនមែនជាគ្រួសារខ្លោនទេហើយខ្ញុំក៏ត្រូវការអ្នកណាម្នាក់ដើម្បីលាងក្បាលមុំរបស់ខ្ញុំដែរខ្ញុំមានអារម្មណ៍ថាវាមានផាសុកភាពដល់ហើយហេតុអ្វីបានជាអ្នកទាំងពីរសម្លឹងមើលមកខ្ញុំបែបនេះហើយមើលខាងលើនេះហើយមើលគ្រួសារខ្លោនគេរំពឹងទុកថាហេឡាស្រែកយំហើយនាងក៏បានស្រែកជេរគ្រួសារខ្លោនធ្វើឲ្យលោកអុកញ៉ាឆ្ងល់ជាខ្លាំងរួចហើយគាត់សួរថាតើនាងកំពុងតែនិយាយអំពីអ្វីរួចហើយខានគាត់បាននិយាយថាខ្ញុំមិនប្រកាសទេប៉ុន្តែវាស្ដាប់មើលទៅដូចជានាងកំពុងនិយាយថាប៉ាធ្វើឲ្យអ្នកជេរគេនេះថាមកចក្រងគ្រងរួយអាចហៅចូលបានរួចហើយគាត់នាងនិយាយថាទេខ្ញុំមិនមានន័យចង់ទេមនុស្សល្ងងខ្ញុំទទួលស្គាល់ថាខ្ញុំគឺជាទារកតែហេតុអ្វីបានជាខ្ញុំបញ្ចេញសំឡេងស្ដាប់មិនបានអញ្ចឹងភ្លាមនោះឆារ៉ុននិយាយថាខ្ញុំមិនដឹងថាលោកពុកស្ដាប់បានឬអត់ទេប៉ុន្តែវាស្ដាប់មើលទៅដូចនាងកំពុងតែជេរខ្ញុំអញ្ចឹងវ៉ាវលោកក៏មិនល្ងងប្រមាណដែរនាងក៏កវីដៃចុះឡើងចុះរងឆារ៉ុនក៏ងាកមើលរួចហើយគាត់និយាយសួរទៅលោកអុកញ៉ាថាតើលោកពុកពិតជាមិនដឹងថាឈ្មោះនាងជាអ្វីទេមែនទេហើយហេឡាក៏ដេកលក់លោកអុកញ៉ាក៏បានមើលនាងរួចហើយគាត់គិតថាមកគាត់មើលទៅសូម្បីតែខ្ញុំក៏មិនដឹងថាឈ្មោះនាងគឺជាអីដែររួមមកពីខ្ញុំមិនដែលហៅនាងតាមឈ្មោះរបស់នាងទេខានតើលោកចាំទេថាក្មេងម្នាក់នេះឈ្មោះអីខានតបថាបើខ្ញុំចាំមិនខុសទេឈ្មោះរបស់នាងគឺសេលីណាអញ្ចឹងចាប់ពីពេលនេះតទៅខ្ញុំឈប់ហៅនាងថាហេឡាទេតើខ្ញុំនឹងហៅនាងថាសេលីណាម្ដងសេលីណាគាត់ថាវាដោយសារតែរឿងឈួតនៅថ្ងៃនេះមែនទេភ្នែករបស់ខ្ញុំមានអារម្មណ៍ថាធ្ងន់ណាស់ហើយនាងក៏បានជ្រុះបាមុំចេញពីមាត់រួចហើយនាងនិយាយថាទេក្បាលមុំរបស់ខ្ញុំមិនដឹងថាកូនរបស់បាលៀងធំធាត់ខ្លាំងបែបនេះទេនាងគឺជាទារកទៅនឹងកើតតាំងពីនាងមកទីនេះលើកដំបូងឆារ៉ុនតបថាវាបានកន្លងផុតទៅអស់10ខែហើយកាយសានធំឡើងមកប្រព្រឹត្តភ្នែកក្នុងរយៈពេល5ឆ្នាំលោកអុកញ៉ាក៏បានចូលស្របផងដែរដោយគិតពីអ្វីដែលនាងបានធ្វើដើម្បីរស់រានមានជីវិតមកទល់ពេលនេះខួរក្បាលរបស់នាងពិតជាល្អណាស់ភ្លាមនោះសម្លេងគោពោះរបស់សេលីណាបានបន្លឺឡើងលោកអុកញ៉ាសួរឆារ៉ុនថាតើនាងបានចូលក្នុងសួនរបស់ឯងដើម្បីរើសផ្លែឈើមែនទេឆារ៉ុនក៏បាននិយាយថានោះគឺជាការប៉ັດរួចហើយគាត់និយាយបន្តទៀតថានាងបានចូលក្នុងសួនច្បាររបស់ខ្ញុំយ៉ាងមកចាស់ដែរហើយបានរើសផ្កានិងផ្លែឈើពីទីនោះមកពាក្យចុងក្រោយដែលគេនិយាយគេបែរជានិយាយនៅក្នុងចិត្តថាដៃរបស់នាងមានស្នាមមានខ្លះមើលទៅកើតឡើងដោយសារបន្លាផ្កាកុលាបខ្ញុំគិតអំពីការកម្ចាត់នាងដោយសារតែធ្វើឲ្យវាមើលទៅដូចជាគ្រោះថ្នាក់ក្នុងចំណុចមួយវាក៏បានធ្វើឲ្យលោកអុកញ៉ាស្រែកហៅឈ្មោះឆារ៉ុនផងដែរហើយឆារ៉ុននិយាយថាក៏មើលមកខ្ញុំដូចនេះអីខ្ញុំមិនបានខំទេខ្ញុំចង់ដឹងចង់ឃើញពីអ្វីដែលនាងបានធ្វើហើយការឃើញនាងរត់គេចពីខ្ញុំដើម្បីរស់វាគួរឲ្យអស់សំណើចណាស់ដូច្នេះខ្ញុំនឹងអនុញ្ញាតឲ្យនាងនៅរស់យ៉ាងណាក៏ដោយទោះបីជាក្មេងនេះគឺជាមនុស្សថ្លៃថ្នូរពេលកណ្ដាលក៏ដោយដូចនេះមានន័យថានាងគឺជាមនុស្សដែលត្រូវបានគេធ្វើដាបដោយអ្នកបម្រើល្ងងខ្លៅទាំងនេះបើក្មេងដោយស្លាប់ដោយការអត់ឃ្លានបានរកឃើញនៅទីនេះវានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គ្រួសារខ្លោងខ្ញុំជឿជាក់ថាលោកនឹងដោះស្រាយបញ្ហានេះឲ្យបានល្អ Chamberlain បើអស់អីហើយចឹងខ្ញុំទៅសិនហើយលោកពុកខ្ញុំទៅមើលកាយសារបន្តិចលោកញ៉ាតបថាចោគេប្រហែលជាភ័យខ្លាចខ្លាំងណាស់ហើយខានរៀបចំបន្ទប់មួយឲ្យនាងនិងអ្នកបម្រើដូចដែលខ្ញុំបាននិយាយមុននេះហើយឲ្យវិជ្ជាបណ្ឌិតប្រចាំគ្រួសារទៅពិនិត្យនាងផងដែរហើយក៏ធ្វើឲ្យខានឆ្ងល់ជាខ្លាំងតើមានបញ្ហាអីមែនទេរួចហើយខានតបថាមិនមានបញ្ហាអីទេលោកអុកញ៉ាមកមុខសេលីណាបន្តិចរួចហើយគាត់ក៏បានដើរចេញទៅកាត់ដល់ថ្ងៃថ្មីនៅឯបន្ទប់របស់សេលីណារួចហើយមានសម្លេងរញ៉េរញ៉ៃជាខ្លាំងសេលីណាបានក្រោកឡើងរួចហើយបែរទៅម្ខាងនាងបានក្រោកឡើងពេលឃើញនារីម្នាក់ដើរចូលមកអូអរុនសួស្ដីអ្នកនាងពូក៏ត្រូវរបស់នាងសួររកបានមករួចហើយអ្នកបម្រើក៏យកគាត់ថានៅទីនេះខ្ញុំខំប្រឹងអស់ពីសមត្ថភាពដើម្បីលាងធាតុកង្វក់ចាញ់ប៉ុន្តែខ្ញុំមិនប្រកាសថាវាស្អាតទាំងស្រុងនោះទេហើយនាងក៏បានយកបាមុំដែលលាងហើយនោះឲ្យសេលីណាបៀមទៅហើយនាងបានចាប់អារម្មណ៍វាភ្លាមនោះនាងក៏បានស្រែកឡើងមួយទំហឹងតែម្ដងតើខ្ញុំអាចបាត់បង់បាមុំរបស់ខ្ញុំម្ដងទៀតដោយរបៀបណាទៅខ្ញុំពិតជាមនុស្សល្ងងមែនខ្ញុំមិនបានរំពឹងថាខ្ញុំបាត់បង់វានៅពេលដែលខ្ញុំកំពុងគេងលក់នោះទេខ្ញុំគឺជាអ្នកវេទមន្តដ៏អស្ចារ្យហេឡាសូមបែតែរឿងអាក្រក់ក៏ខ្ញុំអាចស៊ូទ្រាំបានដែរហើយគឺជាមនុស្សដែលមិនចេញងងុយដេកហើយជាថ្មីម្ដងទៀតខ្ញុំគឺជាហេឡាម្នាក់ប៉ុណ្ណោះ
នាងស្រីរួចនាងក៏ចាប់ផ្លឹកថាសម្លេងរបស់នាងបានប្រសើរជាងមុនពេលនេះខ្ញុំក៏ងាយស្រួលក្នុងការក្រោកឈរដែរតើវាម៉ោងប៉ុន្មានហើយបើងាកមើលអ្នកបម្រើទើបចូលថ្មីរបស់ Selena វិញគឺមុខទៅរំភើបខ្លាំងមែនទែនហេតុអ្វីបានជានាងមើលមកខ្ញុំបែបនេះហើយនាងក៏បានយកកន្សែងជូតទឹកភ្នែករួចហើយនិយាយថាសុំទោសខ្ញុំមិនមែនជាម្ដាយរបស់អ្នកនាងទេរួចហើយធ្វើឲ្យ Hela ខាំងជាខ្លាំងតើនាងកំពុងតែនិយាយអំពីអាគុយម៉ាក់អីហ្នឹងអស្ចារ្យណាស់ការបញ្ចេញសម្លេងរបស់ខ្ញុំនៅតែអាក្រក់ហើយមិនមានអ្វីរៀបរៀងផ្លូវរបស់ខ្ញុំទេនាងដាក់ខ្លួនអង្គុយរួចហើយនាងនិយាយបន្តទៀតថាមើលទៅក្រែរបស់ទារកមានគុណភាពនិងពណ៌ស្អាតជាងមុនហើយធំបន្ទប់នេះគឺស្អាតខ្លាំងណាស់តែចាំបន្តិចអ្វីគ្រប់យ៉ាងនៅក្នុងបន្ទប់នេះថ្មីតែហេតុអ្វីបានជាក្បាលមុំនេះនៅតែកញ្ចាស់ដដែលអញ្ចឹងពួកគេបានផ្ដល់បន្ទប់ដ៏ប្រណិតមួយមកឲ្យខ្ញុំប៉ុន្តែពួកគេមិនបានបដូរក្បាលមុំមកឲ្យខ្ញុំទេប្រហែលជាពួកគេមិនបានលាងស្លាបព្រារបស់ពួកគេទេរហូតដល់វាកខ្វក់ខ្វាំងនៃធៀបទេហ្នឹងខ្ញុំនឹងទិញថ្មីឲ្យអ្នកនាងនៅពេលដែលខ្ញុំទៅសាប៉ុន្តែយើងមិនទាន់មានថវិកាណាមួយដែលត្រូវចាយជូនអ្នកនាងនៅឡើយទេពិតជាកំសត់ដល់ហើយខ្ញុំសូមទោសតើពេលណាដែលនាងអាចឈប់ហៅខ្ញុំជាអ្នកនាងបានទេនាងយំចេញតែភ្នែកខ្លាំងៗទាំងនេះអស់រយៈពេល1ថ្ងៃហើយតើនាងជាអ្នកណាទៅហេឡាក៏បានបញ្ចេញសម្លេងបន្តិចរួចហើយអ្នកបម្រើចាប់ផ្លឹកថាហេឡាកំពុងតែសួរខ្លួនថាជាអ្នកណាតើអ្នកនាងកំពុងតែចាប់ផ្ដើមនិយាយមែនទេអ្នកនាងស្ងប់ស្ងាត់មួយរយៈពេលហើយខ្ញុំស្មានតែមានអ្វីខុសចំពោះអ្នកនាងហើយតើឈ្មោះរបស់ខ្ញុំគឺជាសេស៊ីលីនោះមិនមែនជាអ្វីដែលខ្ញុំបានសួរនោះទេហេតុអ្វីបានជាមនុស្សនៅក្នុងផ្ទះនេះតែនិយាយអ្វីដែលខ្ញុំមិនបានសួរអញ្ចឹងដូច្នេះនាងនិយាយថាខ្ញុំអាចទទួលបានក្បាលមុំថ្មីទេនៅពេលដែលខ្ញុំមិនមានថវិកាគ្រប់គ្រាន់ខ្ញុំចាំបានថាខ្ញុំបានលាក់កំណត់ទ្រព្យមួយចំនួននៅជិតចក្រភពប្រសិនបើខ្ញុំស្លាប់បន្តមកទ្រព្យសម្បត្តិរបស់ខ្ញុំនៅពេលនេះនឹងក្លាយជារបស់ស៊ីឡូភីខ្ញុំបានលាក់វត្ថុមានតម្លៃមួយចំនួនដូចជាថ្មវីតាមុននៅជុំវិញពិភពលោកហើយខ្ញុំបានចាំថាខ្ញុំបានលាក់ពួកវាខ្លះនៅពេលដែលខ្ញុំបានមកលេងអាណាចក្រហេរ៉ានៅពេលចុងក្រោយបញ្ហាគឺខ្ញុំនៅក្មេងពេកដើម្បីស្វែងរកពួកវាជាដំបូងខ្ញុំត្រូវតែចេញពីទីនេះដោយមានជំនួយអំពីអ្នកបម្រើម្នាក់នេះពីព្រោះខ្ញុំមិនមានលុយចិញ្ចឹមជីវិតរបស់ខ្ញុំទេហើយនាងក៏បានព្យាយាមហៅអ្នកបម្រើឲ្យមកជិតខ្លួនទីសាអ្នកនាងកំពុងតែនិយាយថាចង់ទៅសាព្រះជាម្ចាស់អើយអ្នកនាងទើបតែអាយុ12ខែទេខ្ញុំរីករាយនៅពេលដែលនាងយល់អំពីអ្វីដែលខ្ញុំបាននិយាយឈប់សិន12ខែអញ្ចឹងមានន័យថាខ្ញុំស៊ីដេកលេងបែបនេះរហូតមកដល់12ខែមែនទេខណៈពេលអ្នកនាងនៅទីនេះមិនមានការអនុញ្ញាតឲ្យអ្នកនាងដើរចេញក្រៅនោះទេវានឹងល្អបើសិនជាអ្នកនាងបានទៅផ្សារអាចចង្រៃឆារំខ្លះមិនឲ្យខ្ញុំចេញទៅក្រៅទេមែនទេហើយនាងក៏បានបដូរការនិយាយរបស់នាងភ្លាមមួយរំពេចគូឲ្យអាណិតណាស់មែនទេនោះហើយគឺជាមូលហេតុដែលពួកគេនិយាយថាកូនស្កាយត្រូវការបណ្ដុះបណ្ដាលចាប់ផ្ដើមតាំងពីអ្នកនាងកំពុងតែរៀននិយាយចឹងវាដល់ពេលដែលអ្នកនាងត្រូវការវគ្គបណ្ដុះបណ្ដាលហើយវគ្គបណ្ដុះបណ្ដាលមានអ្វីមួយដែលមិនត្រឹមត្រូវហើយអ្នកបម្រើនោះនិយាយបន្តទៀតថានាងមកទីនេះមកពួកយើងមានអីវ៉ាន់ជាច្រើនដែលត្រូវទិញនៅផ្សារការមើលរបស់នាងគឺមិនធម្មតាទេវេទមន្តងឹតគឺជាមូលដ្ឋានរបស់ខ្ញុំត្រូវការថាមពលកម្លាំងពីមនុស្សដូចជាអារម្មណ៍អវិជ្ជមាននិងគំនិតដ៏ខ្មៅងងឹតនោះហើយជាមូលហេតុដែលខ្ញុំប្រឈមមុខជាមួយនឹងមនុស្សទាំងនោះហើយអ្នកបម្រើម្នាក់នេះលើចំណុចដែលមានថាមពលអវិជ្ជមាននៅក្នុងពាក្យមួយផ្សេងទៀតគេហៅថាមិនធម្មតាភ្លាមនោះហេឡាក៏ចាប់ផ្ដើមស្រែកមួយទំហឹងប៉ុន្តែត្រូវបានសេស៊ីលីឲ្យឆ្ងាត់រួចហើយនាងនិយាយបន្តទៀតថាកុំធ្វើឲ្យអេរយាប័តមិនល្អអីហើយនាងក៏បានចុះដៃនោះក៏គប់ជាប់មួយក្បាលរបស់ Selena ខ្ញុំមិនអាចយកក្បាលមុំចេញបានទេតែនេះមិនមែនជារឿងល្អទេមែនទេមានន័យថាខ្ញុំមិនបាត់បង់ក្បាលមុំរបស់ខ្ញុំទៀតទេហើយធ្វើជាទារកសម្រាប់ក៏ដល់ពេលនេះព្រោះហើយនាងគិតទាំងអស់សង្ឃឹមថាប៉ុន្តែខ្ញុំមិនអាចញ៉ាំនិងផឹកបានទេខ្ញុំមិនចង់អត់ឃ្លានពេលមាត់របស់ខ្ញុំកំពុងតែជញ្ជក់ក្បាលមុំបែបនេះទេស៊ីស៊ីលីនិយាយថានេះគឺជាការបង្ហាត់បង្រៀនធ្វើឲ្យអ្នកនាងស្ងាត់ស្ងៀមវាជាការវឹកហាត់ដ៏សំខាន់មួយដើម្បីធ្វើឲ្យអ្នកនាងក្លាយជាទារកដ៏គួរឲ្យស្រឡាញ់ទីរូបគួរឲ្យស្រឡាញ់នាងចាប់ទុកខ្ញុំដូចជាសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់បែបនោះយ៉ាងម៉េចនាងរាប់សតិហើយតើអ្នកនាងបានឮព័ត៌មានទេខ្ញុំល្អបំផុតក្នុងការបង្ហាត់បង្រៀនរបស់ខ្ញុំជាដំបូងខ្ញុំត្រូវតែចេញពីទីនេះសិន